ស្នេហ៍អ្នកគ្នាយើងមកសម្រាយរឿងសីតុណ្ហភាពសង្គមភាគទី3បូកនឹងភាគទី4តោះមករងចាំយូរតោះចាប់តាមតែម្ដងហ្វាងចាំងមូក៏លេងអេផលនឹងដែរឬតើគេលេងវាតាំងពីពេលណាតើគេបានលេងមួយមនុស្សប៉ុន្មានអ្នកហើយកាត់មកនៅផ្ទះរបស់ហ្វាងចាំងមូមិនបានជីកូតអត់ឆ្លើយតបអញ្ចឹងនៅក្នុងអេក្រង់ឈ្មោះហៅក្រៅមួយអាយុ22ជនជាតិអាស៊ីឈ្មោះហៅក្រៅអេក្រអាយុ29ឆ្នាំជនជាតិចិនមេហ្គេមវិស្វកម្មនៅឯក្នុងឆាតលោកនិយាយថាម៉េចខ្ញុំស្ដាប់មិនបានទេកាត់មកសាលារៀនខាងគីមីវិទ្យាបន្ទប់ពិសោធន៍ជីវសាស្ត្រអារម្មណ៍សួស្ដីបងយានទិរន័យកាលពីយប់មិនគួរតែត្រូវបានដំណើរការហើយចង់ពិនិត្យមើលទៅវាបានដំណើរការហើយទិរន័យត្រូវបានដំណើរការគឺចេញហើយយើងអាចចាប់ផ្ដើមសរសេរទ្រឹស្ដីនៅពេលនេះបានហើយហេងជីងបន្តធ្វើផ្នែករបស់ឯងទៅអត់អីទេបងយានសប្តាហ៍ក្រោយលោកចាងរឿងយូនឹងសហការជាមួយយើងហើយពេលនោះកាថៃនោះជាគេម្ដងទៀតហើយនោះហ៎អត់គេខ្មាស់មានចាំងមូឯងនេះឯងថាយើងឥតគេខ្មាស់យ៉ាងម៉េចហាអត់ចេះចប់ទេតើគេកំពុងតែរករឿងខ្ញុំទៀតមែនទេខ្ញុំសង្ស័យថាចាំងរ៉ាណុយមានគំនិតអ្វីផ្សេងទៀតលើកលែងគេទាក់ទាញស៊ុនយ៉ាស៊ុនធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមិនស្រួលសោះនៅពេលដែលកំពុងពិសោធន៍ត្រាំគីមីហ្វាងចាំងមូឯងធ្វើឈួតស្អីនឹងឯងដឹងទេថាបងប្រុសយានប្រើពេលវាស់កន្លះម៉ោងទើបដឹងលទ្ធផលចាំងមូលើដូច្នេះហើយគេក៏តទៅវិញទាំងពីរថាសុំទោសខ្ញុំគ្មានចេតនាទេឲ្យខ្ញុំជួយលោកធ្វើវាឡើងវិញទេពេលនោះមិត្តគេបានឆ្លើយទៅវិញថារឿងដល់ថ្នាក់នេះទៅហើយក្រៅពីសុំទោសតើឯងដឹងស្អីទៀតដែរឬទេពេលមួយនោះក៏មិនទាន់និយាយទៀតថាយើងគិតថាវាជាអចេតនារបស់ឯងច្បាស់ណាស់ចាំងមូបន្ទាប់ពីឮគេនិយាយបែបហ្នឹងហើយគេក៏គិតក្នុងចិត្តថាអត់ចេះចប់សោះអាមួយនេះចេះតែចាក់សាំងលើភ្លើងឬយ៉ាងម៉េចហ្នឹងហាចាំងមូកើតរួចហើយគេក៏ដើរចេញទៅឯពេលនោះគេក៏បាននិយាយទៅកាន់យានស៊ុនថាបងប្រុសយានកុំខឹងអីបងមិនគួរជ្រុលលក់មាត់ជាមួយមនុស្សបែបហ្នឹងទេមកចាំខ្ញុំជួយវាស់វែងជាសារជាថ្មីណាយានស៊ុនឆ្លើយទៅវិញគេមិនយល់ចិត្តថាមិនចាំបាច់ទេឮយានស៊ុននិយាយបែបហ្នឹងហើយគេក៏និយាយទៅថាមិនអីទេអញ្ចឹងមកធ្វើខ្លួនឯងចោះខ្ញុំមិនរំខានទេមកចាំងមកកំពុងដើរបន្លាទៅបន្លាថាខ្ញុំមិនចង់ឆ្លោះគ្នាជាមួយគេទេតើគ្មានទីបញ្ចុះសម្រាប់គេឈឺទៀតទេឬខ្ញុំពិតជាអត់យល់ពេលចាំងមូដើរទៅរកអាពេដែលបានរកខ្លួនហើយនិយាយថាយើងឥតគេខ្មាស់យ៉ាងម៉េចអាពេមួយនោះក៏បានឆ្លើយទៅវិញថាយើងថាឲ្យឯងឬមិនក៏ឯងមានខ្លួនម្លេះនិយាយទាំងដកឃ្លាចេញពីតួប្រុសរបស់យើងពេលឮអាពេនឹងនិយាយដូច្នេះហើយចាំងមូក៏និយាយទាំងកំហឹងថាអញ្ចឹងឬចុះតើឯងថាឲ្យអ្នកណាអំបញ្ញមិញនេះនៅពេលដែលចាំងមូកំពុងនិយាយគ្នាពេលនោះក៏មានមិត្តក្រុមការងារគេដើរមកទាំងនិយាយថាបានហើយឈប់ឆ្លោះគ្នាទៅរ៉ាយូគ្រាន់តែនិយាយធម្មតាប៉ុណ្ណោះមិនក៏លោកធ្វើដូចរឿងធំម្លេះព្រាមនោះក៏មានប្រសាចារមកនិយាយបន្ថែមថាតើឯងកំពុងទាំងអស់គ្នាកំពុងធ្វើអ្វីនឹងមិនក៏នៅជុំគ្នាអញ្ចឹងឆាប់ទៅកន្លែងការងាររៀងខ្លួនទៅពេលឃើញសាស្ត្រាចារ្យមកដល់ហើយពួកគេក៏បានសម្លឹងទៅទាំងមិនដឹងពីនិយាយពីចាំងមូបន្ទាប់ពីឃើញសាស្ត្រាចារ្យមកដូចនេះហើយគេក៏និយាយទៅកាន់វិញថាគ្មានអ្វីទេខ្ញុំលាសិនហើយកាត់មកបន្ទប់ធ្វើការរបស់ហ្វាងចាំងមូបានអង្គុយលើតុមើលទូរស័ព្ទបណ្ដាហើយគេក៏និយាយទាំងរអ៊ូថាព្រឹកនេះទៅតើអើយគួរឲ្យហួសចិត្តខ្លាំងណាស់ចាំងមូបានបោកអេក្រង់ទូរស័ព្ទខ្លួនមើលហើយគេខ្លាំងចិត្តថាគេនៅតែអៀនខ្ញុំមែនទេបានអត់ឃើញតូបអីចឹងហើយគេក៏និយាយសួស្ដីទៅកាន់មិត្តនៅក្នុងនោះហើយនិយាយថាព្រឹកហើយលោកភ្ញាក់ពីគេហើយឬនៅគេដាក់ទូរស័ព្ទចុះនៅរយៈពេល1ម៉ោងកន្លងផុតទៅចាំងមូនិយាយនឹកទៀតថានៅតែមិនទាន់ឆ្លើយទៀតតើគាត់កំពុងធ្វើអ្វីនឹងគេក៏បាននិយាយសំឡេងទៅកាន់ទូរស័ព្ទតើលោកកំពុងធ្វើអ្វីនឹងគេក៏មិនទាន់និយាយដាក់ទូរស័ព្ទទៀតថាព្រឹកនេះខ្ញុំជួយរឿងឈួតធ្វើឲ្យខ្ញុំតូចចិត្តណាស់តើលោកអាចមកនិយាយជាមួយខ្ញុំនៅក្រុមហ៊ុនបានទេព្រាមនោះទួថប់របស់យើងក៏បានដើរមកដល់ចាំងមូមិនតបឃើញយាយស៊ុនមកទីនេះហើយគេក៏គិតខឹងចិត្តទាំងចុចទូរស័ព្ទថាមិនក៏គេឡើងមកទីនេះដែរឬអ្នកលេងឆាជាមួយនោះគឺជាតួប្រុសរបស់យើងគេក៏បានតបទៅកាន់ចាំងមូវិញថាអាឈួតនោះធ្វើឲ្យឯងយំទេចាំងមូឃើញគេឆ្លើយទៅដូច្នេះហើយគេក៏និយាយសម្ដីទៅវិញថាអូនកំពុងតែយំខ្លាំងណាស់
យ៉ាងសុនបានផ្ញើសារតបទៅវិញថាអត់ជឿទេថតរូបឲ្យមើលមកភ្លាមៗដែលធ្វើឲ្យតួស្រីយើងងាកមើលមកយ៉ាងសុនថាតើគេកំពុងធ្វើអ្វីនោះខ្ញុំបញ្ជាក់ប្រាប់មុនឲ្យហើយអ្នកដែលលេងឆាតមួយតួស្រីយើងនឹងគឺតួប្រុសយើងឯងតែតួស្រីយើងស្មានថាអ្នកផ្សេងនឹងអ្នកលេងយើងគឺអត់ដឹងទេថាតួប្រុសយើងកំពុងលេងឆាតមួយខ្លួនចាំមូលឬដូច្នេះហើយគេក៏និយាយដាក់មេក្រូទៅវិញថាខ្ញុំនៅក្នុងបន្ទប់ពិសោធន៍ហើយមានមនុស្សក្បែរខ្ញុំលោកមិនធ្វើការទេឬអ្នកដែលតួប្រុសយើងបានតទៅវិញថាខ្ញុំកំពុងតែធ្វើការខ្ញុំឃើញថាឯងពិបាកចិត្តដូច្នេះខ្ញុំបានសម្រាប់ដើម្បីនិយាយជាមួយឯងចាំមូលឬគិតដូច្នេះហើយគេក៏គិតក្នុងចិត្តថាហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាអេដូខុសពីយប់មិញគេដូចជាកក់ក្ដៅជាងមុនណាស់ខ្ញុំចង់ប្រាប់អ្នកគ្នាថាដែលខ្ញុំអត់ដែរចេញរឿងនោះព្រោះទូរស័ព្ទខ្ញុំនឹងអត់លួចយូរអញ្ចឹងតែខ្ញុំបានចេញរឿងឲ្យទៅព្រោះកាត់តនឹងគឺវាស៊ីលុយខ្លាំងអញ្ចឹងខ្ញុំសូមតអ្នកគ្នាផងដែលខ្ញុំចេញរឿងយឺតអញ្ចឹងណាអញ្ចឹងខ្ញុំសូមជម្រាបលាហើយ